មិនសមវិញគេចោតកងទ័ពខ្មែរថាបែកកណ្ដុងទៅគេតែដល់ទាសីហាថាធម្មតាតែកណ្ដុងគេមិនដែរបាក់មកកណ្ដុងទេបាទឆ្ងាញ់មកប៉ុន្តែមិនមែនបានន័យថាយើងហ្មងបាញ់រំលោភអ្នកណាគេទេប៉ុន្តែកុំភ្លេចថាអ្នកដែលចោតយើងនោះចល័តទ័ពកាយលេនឋានថ្មីអស់កំភ្លើងធំថ្មីរាល់ថ្ងៃបាទរឿងតែប៉ុណ្្នឹងទោះបីជា JBC ចប់ក៏ដោយអញ្ចឹងម៉ោងស្មើនេះកងទ័ពរបស់យើងត្រូវមូលគំនិតគ្នាហើយខ្ញុំសូមអរគុណណាស់ហើយខ្ញុំសូមកោតសរសើរនៅទឹកចិត្តក្លាហានរបស់កងទ័ពរបស់យើងនៅជួរមុខដែលមានភាពអង់អាចក្លាហានមានភាពសាមគ្គីឯកភាពជាតិដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដរបស់យើងក្នុងពេលនេះខ្ញុំសូមអរគុណណាស់អ្នកវិភាគមួយក្បាលទៅពេកនោះដំបូងឡើយថតរឿងទាហានយើងអត់បីជើងទៅជួរមុខទៅថតទៅទាហានយើងបីជើងគាត់មានតែគាត់ពាក់អាបីជើងផ្ទាត់របស់គាត់ធ្វើអីគាត់តាហ៊ានពីក្បាលដល់ជើងជើងយើងធានាទុសៀកភ្លើងមួកឯកសន្តានរហូតទៅដល់ស្បែកជើងតង់ប៉ុន្តែបងប្អូនខ្លះនៅជួរមុខក៏អត់ចូលចិត្តអាពាក់អាកវែងនឹងហើយជាពិសេសទាហានខ្មែរក្រហមទាហានដែលធ្លាប់ច្បាំងជំនាន់ក៏អត់ពាក់ទេអាម៉ៃហ្វកហ្នឹងបាទហើយអាម៉ៃហ្វកមាន2ទៀតអាម៉ៃហ្វកមួយគឺស្បែកទាំងអស់អាហ្នឹងវាជួយការពារទប់ជើងហើយបើមានអីវាអាចទប់ជុងជើងជុងអីអាមួយទៀតមានស្បែកអាហ្នឹងវាលហើយជាងភាគច្រើនគេយកលហើយប៉ុន្តែអាលហើយក៏ដោយដល់វានៅ24ម៉ោងវាក្តៅដែរស្រោមជើងក៏វាសើមអញ្ចឹងអាផ្ទាត់នឹងហើយអញ្ចឹងបងប្អូននៅខាងមុខបែកជើងផ្ទាត់ក៏ដោយអត់មានទឹកចិត្តខ្លាចនៅក្នុងការប្រយុទ្ធការពារទឹកដីទេព្រោះយើងដឹងកងទ័ពយើងដឹងច្បាស់ថាបងប្អូនមិនបានត្រៀមដើម្បីរំលោភដីអ្នកណា1មីលីម៉ែត្រទេប៉ុន្តែត្រៀមដាច់ខាតដើម្បីការពារទឹកដីយើងមិនឲ្យបាត់បង់1មីលីម៉ែត្រជាពិសេសការប៉ុនប៉ងឈ្លានពានដែលប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះគឺជាទឹកចិត្តបងប្អូនយើងខ្ញុំសូមកោតសរសើរ